ឃើញគេអាយុក្មេងៗឯងប៉ុន្តែចេះមានកណិតទៅរកស៊ីដល់ស្រុកក្រៅទៀតអញ្ចឹងខ្ញុំឯនឹងពួកម៉ាក់មានដើមទុនតិចតួចក៏ចាប់ដៃគ្នាមករកស៊ីនៅខេត្តកពតកន្លែងដែលមករកស៊ីមុនគេហ្នឹងគឺនៅ Burger Bar នៅមួយកន្លែងនេះល្បីមែនតើហើយលើថាបងមួយចំនួនហ្នឹងគាត់ជិះពីភ្នំពេញមកញ៉ាំដល់នេះទៀតចេះនាំគ្នាឈូឆរមកតាមគ្នាណាដោយសាររសជាតិឆ្ងាញ់ដូចគេល្បីឆ្លាមន់នេះវិញខ្ញុំចូលចិត្តមែនតើហើយតម្លៃវិញក៏សមរម្យដែរកន្លែងមួយទៀតជាកន្លែងដែលមានលក់ Tiramisu តរ៉េនតាមឈ្មោះឯងប៉ុន្តែគាត់មានទីតាំងនៅលើមជ្ឈសមុទ្រយើងនឹងនៅផ្លូវកែងទៅមុខ Starbucks សម្រាប់ Tiramisu តរ៉េនគាត់ឡើងឈ្ងុយតរ៉េនដែលតែងមកហើយយកមកដាក់ទូទឹកកកនៅផ្ទះឲ្យកាន់តែត្រជាក់ទៀតរត់តែឆ្ងាញ់មកហើយពីហ្នឹងក៏គាត់មាននំផ្សេងៗទៀតដែរបើតម្លៃវិញក៏សមរម្យកន្លែងទី3ជាកន្លែងលក់ការ៉េមមានរសជាតិម្រេចនៅ La Plantation នៅនេះជាចំការម្រេចចឹង menu ភាគច្រើនណាក៏ធ្វើចេញពីម្រេចតែការ៉េមម្រេចខ្មែរយើងញ៉ាំទៅហិលភាយនិយាយទៅរសជាតិប្លែកមកតែសភាពពីនឹង environment នៅនេះវិញស្រស់ស្រាយមែនតើខ្ញុំញ៉ាំហ្នឹងមួយកំប៉ុងតម្លៃចាប់ពី$3ឡើងទៅតោះមកដល់កន្លែងចុងក្រោយនេះគឺនំបញ្ចុកទឹកមហិចបងមួយចំនួនគាត់លាន់មកថាទឹកស៊ុបរៀងឆ្អាបសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមកញ៉ាំនៅកន្លែងនេះទឹកស៊ុបអត់មានឆ្អាបទេហើយរសជាតិឆ្ងាញ់ទៀតឃើញលើកមកថ្លាអញ្ចឹងប៉ុន្តែទឹកស៊ុបមានជាតិរបស់គេខ្ញុំមករកស៊ីនៅកពតជើងនេះខ្ញុំបានធ្វើដំណើរតាម e-booking កាលពីមុនគាត់មានតែពីភ្នំពេញទៅសៀមរាបហើយពីសៀមរាបមកភ្នំពេញទេតែឥឡូវនេះគាត់មានជើងមកខេត្តកពតទៀតមានបើកសាខាថ្មីនៅខេត្តកពតចាប់ពីថ្ងៃទី15ខែវិច្ឆិកាហ្នឹងសាខាថ្មីគាត់នៅខាងក្រោយរង្វង់មូត្រេនជាប់ ABA ស្រួលហោះមែនតើហ្នឹងគាត់មាន promotion 50% ទៀតពេលធ្វើការកក់មុនពេលដំណើរការនិងការធ្វើដំណើរទៅខេត្តកពតហើយនិងខេត្តកែបពីហ្នឹងទៀតបើអ្នកទាំងអស់គ្នាទិញចាប់ពី2កៅអីឡើងទៅនឹងមានឱកាសបវលកងឆ្នាំរង្វាន់ជាច្រើន promotion អត់ទាន់ចប់ណាបន្ទាប់ពីបើកសាខាថ្មីហើយគាត់មាន promotion សបត់ពីពេញមកកពតត្រឹមតែ 20,000 រៀលទេអ្នកទាំងអស់គ្នាអាចកក់សបត់បាននៅលើ app e-booking ឬក៏លេខទូរស័ព្ទមួយខ្សែខាងក្រោមនេះ